សួស្តីប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះកូនបង្កែបចាប់ផ្ដើមវាយចាញ់ហើយបាទលក្ខណៈយើងលក់ចាញ់អញ្ចឹងណាប្រិមិត្តហើយសម្រាប់កូនបង្កែបស្រែនេះគឺថាអាយុកាលរបស់វាគឺយើងអាចបោកបានហើយយើងយកទៅធ្វើកែបបោកក៏បានដែរដោយសារតែខ្ញុំរវល់ពេកប្រិមិត្តពុកម៉ែបងប្អូនហើយអត់បានផុសលក់អាពេលវានៅតូចតូចតែពេលឥឡូវវាធំជាងមេជើងទៀតបងប្អូនបាទអញ្ចឹងបើសិនជាប្រិមិត្តចង់បានអីអាចតាក់ទងមកខ្ញុំបាទនេះសតាធំលក្ខណៈថាធំជាងមេជើងទៀតប្រិមិត្តបងប្អូនបាទហើយនេះស្រែសុតបាទមិនមែនកែបសាច់ទេគឺកែបស្រែសុតបងប្អូនមើលទៅពណ៌សម្បុរវាដឹងហើយនឹងអាអុចខ្មៅពីក្រោមហ្នឹងបងប្អូនឃើញទេសអុចខ្មៅទាំងអស់បាទជាមួយខ្ញុំស៊ូមឲ្យមើលនេះបងប្អូនឃើញទេបាទហើយកែបនេះធំហីបើសិនតែបងប្អូនមានអំណងចង់ទិញយកទៅចិញ្ចឹមអីបងប្អូនចិញ្ចឹមតែ2សប្តាហ៍គឺបានលក់អីបងប្អូនបាទដោយសារតែវាធំឯហ្នឹងប្រិមិត្តបើសិនប្រិមិត្តចង់បានអីអាចតាក់ទងមកខ្ញុំបងប្អូននោះច្រើនណាបងប្អូនបាទហើយកែបនេះមិនមែនកែបសាច់ណាបញ្ជាក់ម្ដងទៀតណាបាទកែបនេះគឺកែបស្រែទេបាទកែបស្រែប៉ុន្តែយើងចំក្នុងអាងដោយសារយើងប្រកាត់វាអញ្ចឹងណាប្រិមិត្តហើយអាមិញហ្នឹងដែលខ្ញុំដាក់ឲ្យហ្នឹងវាធំនេះអានេះវាធំហើយអាខាងនេះអាតូចបាទអាតូចនេះបើសិនជាប្រិមិត្តចង់បានក៏ខ្ញុំលក់ដែរបាទហើយតម្លៃធូរថ្លៃទេទូទៅដូចតែគេលក់ដែរទេអត់មានយកថ្លៃទេហើយសម្រាប់កែបស្រែខាងនេះវិញគឺវាប៉ិនកូនដៃហើយវាធំជាងកូនដៃទៀតអញ្ចឹងណាអញ្ចឹងអាយុកាលនេះបើសិនជាប្រិមិត្តចង់យកទៅចិញ្ចឹមអាតូចនេះគឺចិញ្ចឹមរយៈពេល3សប្តាហ៍យើងលក់បានហើយបាទហើយសម្រាប់ខាងនេះបញ្ជាក់ម្ដងទៀតខាងនេះថា2សប្តាហ៍បងប្អូនយើងចិញ្ចឹម2សប្តាហ៍ទៅដាក់ចំណីដាក់អីឲ្យវាទៅគឺយើងលក់បានហើយនេះបងប្អូនធំជាងមេជើងតែតាមពិតទៅកែបនេះគឺវាដល់អាយុយើងបោកអីហ្នឹងបាទតា2 3ថ្ងៃទៀតគឺយើងដល់អាយុបោកហើយអញ្ចឹង2 3ថ្ងៃទៀតគឺខ្ញុំនឹងចាប់វាយកធ្វើកែបបោកខ្លះបាទនោះបងប្អូនឃើញទេវាដល់អាយុវាហើយអញ្ចឹងបើសិនជាប្រិមិត្តពុកម៉ែបងប្អូនបាទមិត្តយុវ័យមានអំណងចង់ចំលេងឬក៏ចំទុកហូបឬក៏ចំទុកលក់អីបងប្អូនអាចតំណតំណងមកខ្ញុំបានបាទខ្ញុំលក់អញ្ចឹងណាប្រិមិត្តបាទហើយចង់ដឹងតម្លៃអីបងប្អូនអាចឆាតមកខ្ញុំនោះបងប្អូនច្រើននេះបញ្ជាក់ម្ដងទៀតបងប្អូនមិនមែនកែបសាច់ទេណាបាទកែបស្រែបងប្អូននេះឃើញទេបាទគឺច្រើនមែនតើនោះអូយរាប់រយក្បាលហើយសម្រាប់អាខាងនេះមួយទៀតអាខាងនេះគឺវាយើងទៅតែប្រកាត់ទេលក្ខណៈយើងទៅប្រកាត់ចឹងទៅវាអត់ទាន់คล้ายជាកូនកែបទេវាคล้ายជាកូនកែបមួយប៉ិនកូនដៃនោះតូចហើយក្រៅហ្នឹងសើនៅកូនក្អុកទេប៉ុន្តែវាដោះជើងដោះអីហើយវាគ្រាន់តែអត់ទាន់ដាច់កតុយប្រិមិត្តបាទហើយនៅក្នុងនេះរាប់ពាន់កូនបងប្អូនច្រើនណាអញ្ចឹងដោយសារតែខ្ញុំអត់សូវមានអាងច្រើនអញ្ចឹងទៅវាយចាញ់ខ្លះអញ្ចឹងណាបើសិនប្រិមិត្តពុកម៉ែបងប្អូនដូចខ្ញុំជំរាបជូនខាងលើចង់បានអីអាចតាក់ទងមកខ្ញុំបាទខ្ញុំលក់អញ្ចឹងណាបាទអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ